កូនអ្នកមានម្នាក់កំពុងញ៉ាំបាយស្រាប់តែឃើញមិត្តរួមបន្ទប់ដែលក្រីក្រញ៉ាំតែនំប៉័ងជាមួយជ្រក់តែគេមិនបានមើលងាយឡើយផ្ទុយទៅវិញញ៉ាំបាយស្លេកស្លាំងពេកក៏ចង់រកវិធីជួយមិត្តដល់ថ្ងៃត្រង់ស្អែកឡើងកូនអ្នកមានក៏កាន់សាច់ខ្មុកអង្គុយទល់មុខសិស្សក្រីក្របានត្រឹមសាច់ស្ងួតរួចក៏លើកចានបាយសម្លរបស់ខ្លួនទៅអង្គុយម្ខាងពេលដែលគេទើបតែអង្គុយចុះស្រាប់តែមានកូនអ្នកមានម្នាក់ទៀតកាន់ផ្លូវមាន់មកអង្គុយទល់មុខថែមទាំងសម្លឹងមើលដោយឌឺដងឃើញសភាពបែបនេះគេស្មានថាពួកគេចង់លេងសាច់គាត់គ្មានជំរឿសក៏លើកបាយឡើងងើបឈរខ្ញុំដាក់មិត្តភក្តិទាំងពីរបែបល្ងងរួចកាន់ថាសបាយរបស់ខ្លួនងាកទៅតុខាងក្រោយពេលសិស្សក្រីក្រទើបតែអង្គុយចុះស្រាប់តែឃើញប្រធានថ្នាក់កាន់កូកាមកអង្គុយនៅខាងមុខសម្លឹងមើលគាត់សិស្សក្រីក្រឃើញបែបនេះក៏ងើបចេញទៀតតែស្រាប់តែកូនអ្នកមានលើកម្ហូបមកអង្គុយចិត្តម្ដងទៀតសិស្សក្រីក្រចង់ដើរចេញតែត្រូវគេរារាំងជាប់ធ្វើឲ្យគេភ័យស្លន់ស្លោមេថ្នាក់ប្រាប់ឲ្យអង្គុយចុះដើរចុះដើរឡើងធ្វើអីគេស្មានតែមិត្តភក្តិចង់ធ្វើបាបខ្លួនទៀតហើយតែរឿងបន្ទាប់ធ្វើឲ្យគេចងចាំពួកគេរុញទៅបាយទាំងពីរឲ្យជាប់គ្នារួចមេថ្នាក់ក៏បញ្ជាញ៉ាំជុំគ្នាទៅកូនអ្នកមានលើកសាច់ត្រីដាក់ឲ្យសិស្សក្រីក្រថែមទាំងដួសឲ្យគ្រប់គ្នាការយកចិត្តទុកដាក់នេះធ្វើឲ្យគេរំភើបចិត្តមិននឹកស្មានថាមិត្តភក្តិមិនរើសអើងខ្លួនសោះផ្ទុយទៅវិញខ្លួនឯងទេតែគិតអាក្រក់លើគេយុវជនខំរៀន10ឆ្នាំរហូតប្រឡងជាប់ដូចបំណងនៅសាលាការពារជាតិដោយសារជីវភាពគ្រួសារខ្វះខាតខ្លាំងពេកសំបីសម្បត្តិឡានក៏គ្មានលុយទិញទើបឪពុកម្ដាយបង្ខំឲ្យគេបោះបង់រៀនតែគេមិនព្រមចុះចាញ់ចុងក្រោយគេសម្រេចចិត្តចេញដំណើរយូវ៉ាលីដើរដោយថ្មើរជើងពេលហត់ពេកគេសុខចិត្តស៊ីនំប៉័ងស្ងួតចំណែកពួកអ្នកមានជិះរថភ្លើងជែកគ្នាយ៉ាងសប្បាយរីករាយទោះបីគេចេញដំណើរមុនយូរតែលទ្ធផលនៅតែជិតហួសពេលនៅសល់តែមួយថ្ងៃចុងក្រោយសិស្សថ្មីមកដល់សាលាអស់ហើយនៅឡើយតែគេកំពុងដើរតាមផ្លូវមើលទៅប្រហែលជាមកមិនទាន់គេក៏សម្រេចចិត្តសុំឡានគេជិះនាយកសាលាក៏ចាប់អារម្មណ៍នឹងគេពួកគេចង់ទូរស័ព្ទទៅគ្រួសារគេតែក្នុងប្រវត្តិរូបគ្មានលេខតាក់ទងក្នុងពេលជាមួយគ្នាមិត្តរួមបន្ទប់មើលក្រែដែលទំនេរក៏ចាប់ផ្ដើមឆ្ងល់ពីអត្តសញ្ញាណគេតើអាម្នាក់ឈ្មោះយ៉ាងហ្វានជាអ្នកណាស្អែកម៉ោង 9 គឺជាឱកាសចុងក្រោយហើយហេតុអ្វីគេមិនទាន់បង្ហាញខ្លួនព្រឹកថ្ងៃបន្ទាប់ក៏បានមកដល់សិស្សក្រីក្រនៅតែមកមិនទាន់មិត្តរួមបន្ទប់ម្នាក់នោះបើម៉ោង 9 នៅតែមិនមកទៀតតើគេនឹងត្រូវលុបឈ្មោះមែនទេពិតមែនហើយច្បាប់សាលាមិនមែនជារឿងលេងសើចទេម្យ៉ាងទៀតពួកយើងជានិស្សិតយោធាច្បាស់ជាតឹងរឹងជាងមុនមើលចុះលោកប្រធានចៅបារម្ភណាស់គាត់ដើរចុះឡើងតាំងពីព្រឹកថ្នាក់ឯងនៅមានអ្នកមិនទាន់មកម្នាក់នោះឈ្មោះយ៉ាងហ្វានមិនដឹងជាទៅដល់ណាទេដល់ម៉ោងហើយនៅមិនទាន់ឃើញពេលវេលាកាន់តែរំកិលទៅមុខជិតដល់ម៉ោងកំណត់ចុងក្រោយហើយតែប្រុសកំឡោះនៅតែមិនទាន់មកអស់ជំរឿហើយសាលាត្រូវលុបឈ្មោះគេតាមច្បាប់ងាកមកមើលម្ខាងទៀតដែលគេជិះមកនោះទើបតែមកដល់មុខសាលាគេប្រញាប់ដោះស្បែកជើងសឹកដោយសារដើរថ្មើរជើងខ្លាចគេដឹងថាខ្លួនក្រជាអ្នកក្រខ្សត់ម្នាក់គេក៏រៀបចំខ្លួនយ៉ាងលឿនយូកាបូបរត់ចូលសាលាភ្លាមដោយសារតែគេប្រញាប់ពេកក៏ជ្រុលទៅបុកមិត្តរួមបន្ទប់មើលទៅម៉ោងចិត្តអស់ទៅហើយគេមិនទាន់ទាំងបានសុំទោសផងក៏ប្រញាប់រត់ទៅអគារសិក្សាសកម្មភាពនេះធ្វើឲ្យមិត្តភក្តិស្គាល់អត្តសញ្ញាណគេបាត់ក៏ប្រញាប់ដេញតាមពីក្រោយដោយសារតែគេរត់លឿនពេកពេលរត់ដល់អគារសិក្សាក៏ជ្រុលទៅបុកគ្រូបង្រៀនគ្រូឃើញកាបូបឯកសារធ្លាក់ក៏ចំណាំគេបានភ្លាមសុំទោសឯងឈ្មោះយ៉ាងហ្វានគ្រូបំរុងនឹងយកឯកសារតែត្រូវមេបញ្ជាការស្រីឆក់យករួចនាងក៏មើលនាឡិកាប្រាប់ថាគេមកយឺត 9 នាទីឲ្យគេត្រឡប់ទៅវិញទៅហួសពេលកំណត់ទទួលហើយឯកសារនឹងផ្ញើតាមក្រោយនិយាយចប់នាងក៏ដើរចេញគ្រូឃើញបែបនេះក៏តាមទៅដើម្បីជួយសុំអង្វរជំនួសទុកឲ្យកំលោះយើងម្នាក់ឯងឈោថ្មឹងទាំងអារម្មណ៍វិលវល់ចំណែកឯក្រវិញក៏តាមនាងដល់ក្នុងគ្រាន់តែយឺត 9 នាទីចង់ឲ្យនាងជួយយកខ្លះតែនាងដាច់ខាត់មិនព្រមឡើយនាងថាច្បាប់គឺជាច្បាប់ត្រូវតែធ្វើតាមវិន័យសាលាមិនបាច់តឹងតែងពេកទេដឹងយឺត 1 នាទីក៏មិនបានបាទគេជានិស្សិតយោធាបើមានសង្គ្រាមមែន 9 នាទីចប់បាត់ហើយអ្នកមិនអាចយកច្បាប់មកប្រើជាមួយពួកគេទេពួកគេជានិស្សិតមិនមែនទាហានក្រោមដៃខ្ញុំមានតែទាហានអ្នកគ្មានហេតុផលសោះមើលឲ្យច្បាស់ទៅសាកលវិទ្យាល័យស៊ីវិលមិនមែនកងពលតូចទេតែខ្ញុំជាមនុស្សកងពលទោះគ្រូខំអង្វរយ៉ាងណាមន្ត្រីស្រីនៅតែមិនព្រមនាងនៅតែរក្សាគោលការណ៍អនុវត្តតាមច្បាប់សាលាទោះអ្នកនិយាយដល់មេឃក៏គុំសង្ឃឹមខ្ញុំធ្វើខុសឃើញនាងរឹងពេកគ្រូក៏សម្រេចចិត្តប្រើធម៌ក្តៅខ្ញុំថាមិនដកគឺមិនដកអ្នកគ្មានសិទ្ធិសម្រេចទេមនុស្សក្រមបញ្ជាខ្ញុំថាមិនយកគឺមិនយកខ្ញុំទៅរកប្រធានគ្រូក៏ដើរទៅរកដើម្បីឲ្យប្រធានជួយនិយាយជាមួយមន្ត្រីប្រធានក៏អស់សមត្ថភាពបាទព្រោះអ្នកស្រីសេនាធិការធ្វើតាមច្បាប់សាលាត្រឹមត្រូវទោះខ្ញុំជាប្រធានក៏មិនអាចបង្ខំគេឲ្យល្មើសច្បាប់ដែរចំណែកខាងទៀតតែត្រូវបណ្តេញចេញយុវជននោះអង្គុយយំមិនឈប់មិត្តភក្តិឃើញបែបនេះក៏នាំគ្នាជួយលួងឲ្យគេទៅពន្យល់ថ្នាក់ដឹកនាំក្រែងលោអាចកែប្រែបានខ្លះតែដោយសារគេមានអំណួតខ្ពស់ទើបមិនព្រមនិយាយការពិត
បានត្រឹមអង្គុយយំតែម្នាក់ឯងភ្លាមនោះដែរសិស្សស្រីម្នាក់ទ្រាំមើលលេងបានយំធ្វើអីហ្នឹងពិតមាត់ភ្លាមទៅជាប្រុសពេញទូនៅកណ្ដាលវាលបែបនេះមកអង្គុយយំឲ្យគេឯងឃើញទៅកើតតើឯងជាប្រុសមែនទេប្រធានថ្នាក់ឃើញក៏ប្រញាប់ខាត់នាងព្រោះខ្លាចសម្ដីនាងធ្វើឲ្យគេកាន់តែពិបាកចិត្តឈប់និយាយទៅគេពិបាកចិត្តណាស់ហើយពិបាកចិត្តស្អីទៅធ្វើទីហ៊ានមានអីល្អទៅមិនធ្វើមិនស្លាប់ទេមិនមែនរឿងទីហ៊ានទេបើត្រូវដេញចេញសំបីរៀនធម្មតាក៏មិនបានបើមិនបានចាំប្រឡងឆ្នាំក្រោយទៀតយាយពិតជាគ្មានតម្លៃមែននាងនិយាយសម្ដីមិនល្អតែចិត្តនាងល្អខ្លាំងណាស់មិនបងអង្គយូរនាងទៅរកបងស្រីជួយអន្តរាគមន៍នាងគិតថាគេជាប្រុសពេញទូយំខ្លាំងបែបនេះច្បាស់ជាមានរឿងលាក់បាំងសង្ឃឹមថាបងស្រីនឹងស៊ើបសួរមុនសម្រេចចិត្តអង្គវល់បងហើយឲ្យគេនៅបន្តទៅបងកំពុងគិតអីហ្នឹងបើដេញគេទៅវិញចុះបើគេគិតខ្លីធ្វើម៉េចបើគេចិត្តចង្អៀតមែនគេក៏មិនស័ក្តិសមជាទីហ៊ានដែរតែបងគួរឲ្យឱកាសគេជួយនិយាយជាមួយសាលាផងឲ្យគេរៀនបន្តទៅប្រឡងមិនមែនស្រួលទេទម្រាំតែឆ្លងផុតខែមិថុនាបងដឹងហើយឯងទៅវិញទៅបងស្រីចិត្តដាច់មែនទោះប្អូនស្រីអង្វរយ៉ាងណាក៏បងស្រីនៅតែធ្វើតាមច្បាប់ពេលថ្ងៃត្រង់ក៏មកដល់កំឡោះយើងគ្មានកន្លែងទៅអង្គុយម្នាក់ឯងឃើញបែបនេះនាងក៏យកបាយប្រអប់មកឲ្យឃ្លានហើយមែនទេញ៉ាំទៅយកទៅអរគុណនាងដឹងច្បាស់ថាប្រុសម្នាក់នេះមានរឿងលាក់បាំងទើបឆ្លៀតពេលមិត្តភក្តិញ៉ាំបាយចង់សួរពីមូលហេតុពិតប្រាកដព្រោះមានតែបែបនេះពួកគេអាចជួយគេបានតែគេនៅតែមានអំនួតខ្ពស់មាត់រឹងមិនព្រមប្រាប់មិនចង់ឲ្យគេដឹងពីគ្រួសារក៏ប្រាប់ថាមានធរៈផ្ទះទើបមកយឺតបែបនេះនាងក៏អស់សង្ឃឹមដែរលុះដល់ពេលយប់មិត្តរួមបន្ទប់មានចិត្តអាណិតក៏នាំគេទៅសម្រាកបំរុងឲ្យគេគេងក្នុងបន្ទប់តែមិនទាន់ទាំងដល់បន្ទប់ផងក៏ជួបអ្នកគ្រូវឹកហាត់គ្រប់គ្នាដឹងថាអ្នកគ្រូម្នាក់នេះកាច់ណាស់មិនទាន់ឲ្យអ្នកគ្រូនិយាយផងមិត្តម្នាក់ទៀតក៏កាន់អីវ៉ាន់រត់ចូលបន្ទប់បាត់ចប់ហើយត្រូវគេចាប់បានហើយស្រាប់តែពេលនោះស្បែកជើងចាស់មួយគូបានធ្លាក់ចេញពីកាបូបមេក្រុមបានអន់ចុះយឺតរើសស្បែកជើងដែលដាច់នោះទើបគាត់យល់ច្បាស់ពីមូលហេតុដែលយុវជននោះមកយឺតលុះដល់ថ្ងៃបន្ទាប់គាត់បានហៅសិស្សទាំងអស់មកជួបជុំគ្នាដើម្បីរកយុត្តិធម៌ឲ្យគេរីកាមកចុច follow ដើម្បីទទួលបានវីដេអូថ្មី